ប្រិមិត្តជាទីមេត្រីប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំបានព្រមានថានឹងលុបប្រទេសអ៊ីរ៉ង់ចេញពីផែនដីបើសិនជាហ៊ានធ្វើឃាតរូបលោកវ៉ាស៊ីនតោននាថ្ងៃអង្គារទី20ខែមករាឆ្នាំ2026នេះប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំបានព្រមានសារជាថ្មីថាប្រទេសអ៊ីរ៉ង់នឹងត្រូវលុបបាត់ចេញពីផែនដីបើសិនជារដ្ឋាភិបាលទីក្រុងតេហេរ៉ង់ធ្វើឃាតរូបលោកបានសម្រេចនេះបញ្យងតាមការផ្សាយចេញដោយទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងកិច្ចសម្ភាសន៍មួយចាក់ផ្សាយកាលពីថ្ងៃអង្គារដែលឆ្លើយតបទៅនឹងសំណួរស្ដីពីការគំរាមកំហែងរបស់អ៊ីរ៉ង់លើអាយុជីវិតរបស់លោកត្រាំនៅពេលនោះលោកត្រាំក៏បានលើកឡើងថាខ្ញុំបានមានបទបញ្ជាយ៉ាងរឹងមាំគឺប្រសិនបើមានរឿងអ្វីកើតឡើងពួកគេនឹងរលាយបាត់ចេញពីផែនដីនេះកាលពីថ្ងៃអង្គារអ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់គឺលោកឯកឧត្តមសេនីយ៍អាប៊ុលហ្វាល់ ឆេកាជីក៏បាននិយាយដែរថាលោកត្រាំដឹងច្បាស់ថាទីក្រុងតេហេរ៉ង់នឹងបញ្ចេញប្រតិកម្មយ៉ាងពេញទំហឹងបើហ៊ានតែមានការគំរាមកំហែងលើអាយុជីវិតមេដឹកនាំកំពូលអ៊ីរ៉ង់គឺលោកអាយ៉ាតុលឡោះអាលីខាម៉ានីគូបញ្ជាក់ផងដែរថាកាលពីមួយឆ្នាំមុនពលគឺភ្លាមក្រោយពេលត្រឡប់មកកាន់អំណាចរបស់លោកត្រាំនៅពេលនោះលោកត្រាំក៏ធ្លាប់បានចេញសារព្រមានទៅកាន់អ៊ីរ៉ង់ដោយលោកបានប្រាប់អ្នកសារព័ត៌មានថាប្រសិនបើអ៊ីរ៉ង់ហ៊ានសម្លាប់លោកនោះអ៊ីរ៉ង់នឹងត្រូវគំទេចឲ្យទៅជាផេះភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់បានកើនឡើងសារជាថ្មីអំឡុងពេលមួយរយៈចុងក្រោយនេះនៅពេលដែលលោកត្រាំបានព្រមានធ្វើអន្តរាគមន៍ទៅលើអ៊ីរ៉ង់បន្ទាប់ពីការផ្ទុះបាតកម្មទ្រង់ទ្រាយធំនៅទីនោះហើយក្រុមខ្មាំឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍ថាមានអ្នកស្លាប់រាប់ពាន់នាក់